សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន263នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុរាជធានីភ្នំពេញជនសង្ស័យចំនួន263នាក់ស្ត្រី17នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆេទីតាំងអតីតកាស៊ីណូ Galaxy World ស្ថិតនៅក្នុងក្រុមទី6ភូមិ4សង្កាត់លេខ4ក្រុងខេត្តព្រះសីហនុក្រុងការសង្ស័យថាមានការលុបលួចប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា online scam នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងព័ត៌មានឯកឧត្តមទេពអសនរិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ថាជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនទាំង263នាក់រួមមានជនជាតិប៉ាគីស្ថាន11នាក់បង់ក្លាដេស23នាក់ចិន207នាក់ស្ត្រី7នាក់ស្ត្រីមីយ៉ាន់ម៉ា6នាក់នេប៉ាល់4នាក់វៀតណាម7នាក់ស្ត្រី3នាក់ម៉ាឡេស៊ី4នាក់និងស្ត្រីជនជាតិឡាវ1នាក់ចំណែកវត្ថុតាំងដកហូតរួមមានកុំព្យូទ័រលើតុ860គ្រឿងទូរស័ព្ទ4129គ្រឿងកុំព្យូទ័រយូដៃ16គ្រឿងនិង iPad 14គ្រឿងឯកឧត្តមបានបន្តថាប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបនិងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិគណៈនាយកដ្ឋានអន្តរប្រវេសន៍គណៈវិជាការឯកភាពខេត្តព្រះសីហនុអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវអ៊ិចគង់ព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តព្រះសីហនុដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថាក្រោយការបង្ក្រាបនោះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រកល់ជូនអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្ដោះអាសន្ននិងប្រកល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ4ក្រុងខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរងចាំដល់មានប័ណ្ណបញ្ជាថ្មីសូមបញ្ជាក់ថាក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមាជិកចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ